តំបន់ពាណិជ្ជកម្មនិងឧស្សាហកម្មដ៏ធំថ្មីមួយកំពុងត្រូវបានអភិវឌ្ឍនៅភាគខាងត្បូងរាជធានីភ្នំពេញដើម្បីបំពេញបន្ថែមនិងទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃអាកាសយានដ្ឋានថ្មីក្រុមហ៊ុន OCIC មិនត្រឹមតែជាអ្នកវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីជំរុញវិស័យទេសចរណ៍របស់ខ្មែរប៉ុណ្ណោះទេប៉ុន្តែក្រុមហ៊ុននេះក៏កំពុងអភិវឌ្ឍអចលនទ្រព្យនៅជុំវិញព្រលានយន្តហោះឲ្យក្លាយទៅជាតំបន់ពាណិជ្ជកម្មចម្រុះយ៉ាងធំសម្ដៅរួមចំណែកបំផុសសកម្មភាពសេដ្ឋកិច្ចជាតិផងដែរតួយ៉ាងក្រោយពីបានវិនិយោគប្រាក់ចំនួន$2,300 លានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី1និងបានបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះក្រុមហ៊ុន OCIC កំពុងបន្តអភិវឌ្ឍតំបន់ពាណិជ្ជកម្មនិងការរស់នៅ TIACT មជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយព្រមទាំងគម្រោងជាច្រើនទៀតនៅលើផ្ទៃដីសរុបរាប់ពាន់ហិកតាក្នុងពេលឆាប់ៗនេះក្រុមហ៊ុន OCIC នឹងវិនិយោគទុនចំនួន$100 លានដើម្បីជីកព្រែកប្រវែង10 គីឡូម៉ែត្រតភ្ជាប់តំបន់ខាងត្បូងអាកាសយានដ្ឋានថ្មីទៅកាន់ទន្លេបាសាក់និងព្រែកជីកហ្វូណាន់តេជោដែលអាចដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅដល់ច្រកសមុទ្រក្រុងកែបគម្រោងអភិវឌ្ឍនេះត្រូវបានក្រុងទុកយ៉ាងល្អិតល្អន់ត្បិតវានឹងក្លាយជាបណ្ដាញដឹកជញ្ជូនពហុមធ្យោបាយដ៏រស់រវើកពុំធ្លាប់មាននៅកម្ពុជាដែលមានផ្លូវគោកផ្លូវអាកាសនិងផ្លូវទឹកផ្ដុំគ្នានៅកន្លែងតែមួយធ្វើឲ្យការផ្ទេរទំនិញមានល្បឿនលឿននិងចំណាយតិចជាងមុនបន្ថែមពីនេះក្រុមហ៊ុន OCIC ក៏កំពុងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ Cargo Terminal ទី2និងចំណតយន្តហោះបន្ថែមដែរដោយចំណាយទុនចំនួន$50 លានលាតសន្ធឹងលើផ្ទៃដីសរុប4ហិកតាការពង្រីកទំហំឃ្លាំងទំនិញនិងចំណតយន្តហោះនេះគឺជាការត្រៀមខ្លួនសម្រាប់បរិមាណទំនិញដែលកំពុងកើនឡើងតាមផ្លូវអាកាសនិងគ្រប់គ្រងដល់ផែនការបង្កើតបណ្ដាញដឹកជញ្ជូនពហុមធ្យោបាយតាមចក្ខុវិស័យរបស់ក្រុមហ៊ុនដែលទទួលបានការគ្រប់គ្រងពេញទំហឹងពីរដ្ឋាភិបាលក្នុងពេលទន្ទឹមគ្នាក្រុមហ៊ុន OCIC ក៏កំពុងបង្កើនល្បឿនអភិវឌ្ឍតំបន់ពាណិជ្ជកម្មនិងការរស់នៅក្នុងគម្រោងមេ Master Plan របស់ខ្លួនដូចគ្នាគឺគម្រោង TIACT ដែលជាការបើកឱកាសឲ្យអ្នកវិនិយោគតាមរយៈការទិញអចលនទ្រព្យនៅក្នុងទីតាំងយុទ្ធសាស្ត្រនិងកំពុងកើនឡើងតម្លៃស្របតាមល្បឿនលូតលាស់នៃតំបន់ជុំវិញអាកាសយានដ្ឋានថ្មីជាពិសេសគម្រោងអភិវឌ្ឍរបស់ OCICគម្រោង TIACT បានបើកលក់ផ្ទះអាជីវកម្មនិងលំនៅឋានរស់នៅដំណាក់កាលទី1មានឈ្មោះ Terra ក្បែរច្រកចូលអាកាសយានដ្ឋានកាលពីខែឧសភាឆ្នាំ2025នេះដោយសម្រេចការលក់បានជោគជ័យច្រើនគួរឲ្យភ្ញាក់ផ្អើលបច្ចុប្បន្នក្រុមហ៊ុនខាងលើទៅបានបើកលក់ដំណាក់កាលទី2គម្រោង Terra Style មួយទៀតនៅលើផ្លូវ Cargo Road ដែលមានផ្ទះអាជីវកម្មមានតម្លៃក្រោម$10,000ផ្ទះអាជីវកម្មក្នុងគម្រោង Terra Style ជាប្រភេទផ្ទះទំហំ6x12 ម៉ែត្រសល់ដីក្រោយផ្ទះវិញនិងទីធ្លាមុខផ្ទះធំទូលាយងាយស្រួលចតរថយន្តអមជាមួយប្រឡាយទឹកស្អាតនៅពីក្រោយផ្ទះសពហៅនៅលើផ្លូវ Cargo Road តភ្ជាប់បណ្ដាញដឹកជញ្ជូនជុំវិញព្រលានយន្តហោះនេះស័ក្តិសមក្នុងការបើកមុខរបរផ្សេងៗរួមមានហាងទំនិញហាងអាហារបើកជាការិយាល័យឬសាខាអាជីវកម្មនានាតាមគ្រប់តម្រូវការបន្ថែមពីលើនេះគម្រោង Terra Style របស់ TIACT ក៏បើកលក់ដីឡូខ្នាតធំផងដែរដែលអាចសាងសង់សណ្ឋាគារសាលារៀនឃ្លាំងទំនិញ showroom និងគ្រប់ប្រភេទអាជីវកម្មដីឡូនេះមានទីតាំងនៅជាប់ផ្លូវធំទំហំ20 ម៉ែត្រក្នុងគម្រោងងាយស្រួលធ្វើដំណើរនិងដឹកជញ្ជូនទំនិញចេញចូលបិទវានៅចំណុចកណ្ដាលតភ្ជាប់ពីផ្លូវ Cargo Road ជុំវិញព្រលានយន្តហោះឆ្ពោះទៅផ្លូវក្រវ៉ាត់ក្រុងទី3ឬមហាវិថីស៊ីជីងពីងនិងផ្លូវជាតិលេខ2ការទាញយកអត្ថប្រយោជន៍ពីការលូតលាស់នៃអាកាសយានដ្ឋានអន្តរជាតិតេជោបូកផ្សំជាមួយការបំពេញបន្ថែមដោយផែនការជីកព្រែកពីចំណុចបឹងជើងលងក្បែរអាកាសយានដ្ឋានទៅទន្លេបាសាក់និងព្រែកជីកហ្វូណាន់តេជោគម្រោង TIACT ហើយនឹងគម្រោងអភិវឌ្ឍន៍ដទៃទៀតនៅជុំវិញព្រលានយន្តហោះវានឹងធ្វើឲ្យតំបន់នៅភាគខាងត្បូងរាជធានីភ្នំពេញនេះក្លាយជាកាតាលីករជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់សម្រាប់អនាគតរបស់កម្ពុជាសូមជម្រាបថាក្រុមហ៊ុន OCIC ដែលជាម្ចាស់គម្រោង TIACT គឺជាក្រុមហ៊ុនបង្កើតឡើងដោយលោកអ្នកអង្គញាបណ្ឌិតពងខៀវសាយក្រុមហ៊ុននេះបាននឹងកំពុងអភិវឌ្ឍគម្រោងអចលនទ្រព្យធំៗនៅកណ្ដាលក្រុងភ្នំពេញរួមមានទីក្រុងកោះពេជ្រទីក្រុងរណបជ្រោយចង្វាទីក្រុងអូឡាំផ្សាទីក្រុងនរានិងគម្រោងជាច្រើនផ្សេងទៀតផ្អែកលើកំណត់ត្រាបង្ហាញនៅវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍទីក្រុងទាំងនេះព្រមជាមួយប្រវត្តិរបស់លោកអ្នកអង្គញាពងខៀវសាយនិងក្រុមហ៊ុន OCIC អាចធានាបាននូវទំនុកចិត្តនិងកំណើនលូតលាស់ប្រកបដោយចីរភាពសម្រាប់គម្រោង TIACT ទាំងមូលគម្រោង TIACT មិនត្រឹមតែជាការទិញអចលនទ្រព្យប៉ុណ្ណោះទេប៉ុន្តែគឺជាការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា
ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍអាចត្រប់ TerraStyle ឬគម្រោងផ្សេងទៀតនៃ TIACT លោកអ្នកអាចតាក់ទងសហការីផ្នែកលក់តាមលេខទូរស័ព្ទមានបង្ហាញលើអេក្រង់ខាងក្រោមឬអញ្ជើញទៅកាន់ការិយាល័យលក់របស់ TIACT ទាំងពីរទីតាំងដោយទីតាំងទី1នៅលើផ្លូវ60ម៉ែត្រកែងផ្លូវក្រវ៉ាត់ក្រុងទី3ឆ្ពោះទៅប្រលានយន្តហោះអន្តរជាតិតេជោស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនិងទីតាំងទី2នៅក្នុងធនាគារកាណាឌីយ៉ាសាខាពោធិ៍សែនជ័យ